ថៃករណីឆ្លងមេរោគ COVID-19 ថ្មីជាង 50,000 នាក់ក្នុងរយៈពេលមួយសប្តាហ៍ក្នុងចំណោមអ្នកឆ្លងថ្មី 5133 នាក់គឺជាអ្នកជំងឺក្រៅខណៈដែល 2784 នាក់តម្រូវឲ្យចូលមន្ទីរពេទ្យចាប់តាំងពីដើមឆ្នាំ 2025 ចំនួនអ្នកឆ្លងបានកើនឡើងដល់ 186,308 នាក់ដោយមានអ្នកស្លាប់សរុបចំនួន 44 នាក់នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ DDC បានឲ្យដឹងនៅថ្ងៃទី 26 ខែឧសភានេះខេត្តចំនួន 5 ដែលមានចំនួនករណីឆ្លងច្រើនជាងគេគឺទីក្រុងបាងកក 9,560 ករណីខេត្តឈុនបុរី 3,337 ករណីខេត្តសមុទ្រប្រាកាន 2,439 ករណីខេត្តនន្ទាបុរី 2,279 ករណីនិងខេត្តសារាយង 2,152 ករណីករណី COVID-19 នៅតែបន្តកើតមានជាពិសេសក្នុងរដូវវស្សានិងរដូវចូលរៀនឆ្នាំថ្មីដែលបង្កើនហានិភ័យនៃការឆ្លងនៅកន្លែងដែលមានមនុស្សច្រើនដូចជាការដឹកជញ្ជូនសាធារណៈសាលារៀនមន្ទីរពេទ្យនិងមណ្ឌលថែទាំមនុស្សចាស់នាយកដ្ឋានគ្រប់គ្រងជំងឺបានព្រមានថាគុំនាំយកមេរោគទៅផ្ទះដល់ក្រុមដែលងាយរងគ្រោះដូចជាមនុស្សចាស់ឬអ្នកដែលមានស្ថានភាពសុខភាពមូលដ្ឋានយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រ DMSC វ៉ារង JN1 ដែលនៅតែជាជំងឺលេចធ្លោនៅក្នុងប្រទេសថៃដែលមានចំនួន 63.92% នៃករណីជាបន្តបន្ទាប់នាយកដ្ឋាននេះបានព្រមានថាខណៈពេលដែលភាពធ្ងន់ធ្ងររបស់វាបានធ្លាក់ចុះវានៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស